បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះឆ្លើយតបទៅនឹង comment បងប្អូនមួយដែលគាត់សួរនៅក្នុងFacebook ណា page ណាគាត់សួរថាជាងធ្វើម៉េចដើម្បីឲ្យយើងចាយលុយទៅលើ motor បូមទឹកឬក៏ motor ប្រើឬក៏ solar ប្រើភ្លើងហ្នឹងឲ្យបានយូរវែងហើយធ្វើម៉េចដើម្បីឲ្យយើងចេះថែរក្សាវាដើម្បីចេះមើលអីវាចឹងណាដើម្បីដឹងថាវាខូចមិនអីមិនចឹងណាហ្នឹងហើយអញ្ចឹងដើម្បីឆ្លើយតបទៅនឹងសំណួរបងអញ្ចឹងខ្ញុំទាញអារម្មណ៍បងប្អូនតិចជាពិសេសគឺអ្នកដែលចង់ប្រើសូឡាថ្មីឬក៏អ្នកដែលមិនទាន់ប្រើទេប៉ុន្តែកំពុងតែតាមដានបាទអញ្ចឹងមួយរយៈនេះមានបងប្អូនខ្លះណាខ្ញុំនិយាយមួយចំនួនទេអត់ប៉ះពាល់ច្រើនទេគឺតិចតួចគាត់ចេញមកធ្វើសូឡាថ្មីគាត់មិនដឹងថារោយុទ្ធសាស្ត្របែបណាឬវិធីសាស្ត្របែបណាដើម្បីឲ្យបេក្ខជនគាត់តាក់ចិត្តគឺភាគច្រើនគាត់តម្លាក់តម្លៃការតម្លាក់តម្លៃវាជារឿងមួយត្រូវហើយប៉ុន្តែបើយើងគិតថាទីផ្សារសេរីគេធ្វើមិនក៏បានអានឹងវាអត់អីទេប៉ុន្តែពេលបងប្អូនដៃថ្មីឬក៏អ្នកធ្វើថ្មីបងប្អូនសាកបែរគិតមកក្រោយបន្តិចថាចុះបើយើងថ្មីយើងចេញមកគឺវាយតម្លៃទៀបហើយតើហានិភ័យយ៉ាងម៉េចនៅពេលថ្ងៃខាងមុខណាអញ្ចឹងដូចជាអ្នកធ្វើចាស់អញ្ចឹងគាត់ខ្ញុំទៅសើគាត់ស្ងប់ស្ងាត់គាត់ល្អគាត់អត់ញ៉ៃអញ្ចឹងណាហើយយើងមកថ្មីយើងក៏បំផ្លោងតម្លៃអញ្ចឹងសួរថាចំណេញតិចតួចប៉ុណ្ណឹងនៅពេលដែលសូឡាមានបញ្ហាធ្វើយ៉ាងម៉េចអញ្ចឹងយើងអត់ចង់ថាបងប្អូនថ្មីមកតម្លាក់តម្លៃដល់ពេលមានបញ្ហាបងប្អូនរមមធ្យោបាយទៅអត់បានដោយសារតែជួនកាលវាចំណេញតិចពេកអញ្ចឹងទៅមិនទៅជួសជុលឲ្យគាត់ឬក៏មិនទៅមើលឲ្យបានឲ្យគាត់អញ្ចឹងធ្វើឲ្យគាត់ហ្នឹងម៉ៃទាំងអស់ហ្នឹងឲ្យជាងសូឡាសិនអញ្ចឹងទាំងអស់អញ្ចឹងយើងដឹងថាតម្លៃទីផ្សារសេរីណាចង់ដៃដាក់ទៅជារឿងធម្មតាប៉ុន្តែគេចង់ឲ្យដៃថ្មីហ្នឹងគិតផងណាបើសិនជាបងប្អូនថាលក់បានសាញ់ក្បាលចិត្តអញអូខេលក់បានតាហើយគេអ្នកចាស់គេអត់យើងនិយាយថាបើនិយាយថាចិត្តគេអត់ចាញ់គេអត់ទៅចាញ់យើងទេបាទព្រោះអតិថិជនចាស់នៅលើដៃគេមានហើយគេបង្កើតអតិថិជនថ្មីអញ្ចឹងបើសិនអ្នកឯងថាមួយឈុតនេះអ្នកឯងលក់តែប៉ុណ្ណេះយកដើមចំណេញកាត់ដើមហើយចំណេញបានប៉ុណ្ណេះក៏អញយកដែរវាធ្វើឲ្យខូចទីផ្សារផងគេទាំងមូលណាបាទហើយខ្ញុំសង្កេតដែរឃើញអតិថិជនដែលគាត់វាថាយើងនិយាយអត់ថាគាត់ចង់បានថោកណាភាគច្រើនមនុស្សនឹងអត់សូវនេះទេអត់សូវគិតពីគុណភាពទេហ្នឹងធ្វើឲ្យបានថោកអញ្ចឹងគាត់យកហើយនៅពេលដែលគាត់ប្រើប្រាស់ទៅមានបញ្ហាគាត់ទេទៅអ្នកដែលតម្លើងហ្នឹងជួនកាលលើកជួនកាលឆ្លើយតបគាត់គាត់ខឹងរៀលដាលដល់យើងថ្ងៃណាមួយគាត់តាក់ទងមកអ្នកដែលគាត់តម្លើងចាស់ហ្នឹងគាត់ធម្មតាតែយើងអត់ទិញរបស់គេការឆ្លើយតបគេមិនចង់ឆ្លើយមួយយើងដែរយើងសួរមិនក៏គេមិនចង់ឆ្លើយធម្មតាទាំងខ្ញុំទាំងគេណាបើទិញអីវ៉ាន់គេហើយមកសួរតែយើងទេទៅគេខាងនោះគេអត់លើកទេទៅគេអត់តបជួនកាលលើកទូរស័ព្ទជួនកាលបិទទូរស័ព្ទអញ្ចឹងទេមកយើងដូចខ្ញុំឆ្លងកាត់ការធ្វើសូឡានេះ3ឆ្នាំជាងហើយជិត4ឆ្នាំដែរនោះប៉ុន្តែខ្ញុំទទួលបានអញ្ចឹងច្រើនគឺមានន័យថាគាត់ដូចជានៅពេលដែលទិញគេមកសួរតែយើងហើយអាគេនោះមិនសួរទេដល់ពេលយូរទៅគាត់យើងចេះឆ្លើយទៅឆ្លើយខ្លះអត់ខ្លះសម្រាប់ភ្ញៀវយើងដែរយើងត្រូវដោះស្រាយបញ្ហាភ្ញៀវដែរអញ្ចឹងគាត់ជួនកាលគាត់ខឹងយើងដែរអញ្ចឹងណាគាត់ខឹងយើងត្រូវទេបាទហ្នឹងហើយអញ្ចឹងខ្ញុំបញ្ជាក់ស្ដាមថាអ្នកថ្មីរកយុទ្ធសាស្ត្របែបណាធ្វើគុណភាពឲ្យភ្ញៀវទៅណាតម្លៃឲ្យទៅដល់សសងពីគេទៅកុំឲ្យដល់ថ្នាក់ធ្លាក់ខ្លាំងពេកហើយដល់អញ្ចឹងទៅវាមានបញ្ហាទាំងអស់ទេទាំងព្រមទេបាទហ្នឹងហើយខាងខ្ញុំក៏ខ្ញុំអត់អួតថាខ្ញុំល្អប៉ុណ្ណាដែរប៉ុន្តែគាត់ថាភ្ញៀវយើងការពារភ្ញៀវយើងថែរក្សាភ្ញៀវយើងបើនៅក្នុងការកុងត្រាអីមិនទាន់ដាច់ធានាដាច់អីយើងនៅតែព្យាយាមជួយគាត់តាមមធ្យោបាយផ្សេងដែលអាចធ្វើទៅបានហើយលះហ្នឹងខាងខ្ញុំណាបាទបើគេផ្សេងខ្ញុំអត់ដឹងទេប៉ុន្តែគាត់ថាបងចាស់យើងរស់ស៊ីពីដើមមកដូចជាអត់ដែរប៉ះពាល់គ្នាទេមានប៉ះពាល់គ្នាតិចតួចដែរបើគាត់ថារួចមកយើងក៏ស្ងប់ស្ងាត់ទៅវិញទៅក៏ធម្មតាទៅប៉ុន្តែបងថ្មីមកលេងលំក្តាំងអញ្ចឹងមេតាផងបាទតើបងប្អូនដកទៅ clear ទៅគិតវិញថាចូលបើសិនជាបងប្អូនថាយកប៉ុណ្ណេះតើគេអ្នកចាស់គេយកបានគេយកអ្នកចាស់ក៏គេយកបានដែរបាទគេយកបានហើយគេនៅរក្សាអតិថិជនចាស់របស់គេបានណាអញ្ចឹងមានន័យថាថ្មីគេបញ្ចេញតម្លៃជាមួយយើងក៏បានពីព្រោះចំណេញតិចតួចក៏គេយក
ដើម្បីឲ្យយើងថ្មីហ្នឹងដែលយកមកប្រព្រុងប្រប្រាស់ហ្នឹងក៏អាចមានបញ្ហាដែរថ្ងៃមុខក៏នឹងមានបញ្ហាដែរធានាមួយឆ្នាំសម្រាប់ម៉ូទ័របូមទឹក inverter នេះណាមិនខ្លីណាគឺ365ថ្ងៃនៅក្នុងចន្លោះហ្នឹងគឺសិនមានបញ្ហាអីណាកើតឡើងគឺយើងទទួលខុសត្រូវក្នុងនាមយើងជាអ្នកដាក់ការធានាមិនធានាខ្យល់ទេណាហ្នឹងហើយអញ្ចឹងរឿងមានប៉ុណ្្នឹងទេអញ្ចឹងខ្ញុំដកឃ្លាបន្តិចមកណែនាំបងប្អូនតិចណាបាទហ្នឹងខ្ញុំចប់ប៉ុណ្្នឹងចុះបាទដៃថ្មីមកបានហើយបាទបងប្អូនណាមកបានហើយឲ្យចាស់គ្នាអត់លឺវត្តលឺកចេះតែបានចិត្តដាក់ឯងប៉ាណាប៉ាណីងដៃខ្យល់ហ្នឹងហើយអូខេឥឡូវយើងមកកលេចមកនេះអានេះ5សេះកន្លះបាទតួតែកៅទេ95ទេយកទៅដាក់ម្ដង100ឬក៏110ចូលបាទនេះបាទប៉ុន្តែវែងបងប្អូនណាបាទកម្ពស់នេះកម្ពស់ជាងតុកខ្ញុំធ្វើការទៀតសយោចេញវាដូចធំដែរបាទប្រហែលទឹកវាច្រើនណាស់នេះណានេះបាទប៉ុន្តែជម្រៅបូមវាដូចជាបានតែប្រហែលនេះពួកនេះដូចជាបាន50ម៉ែត្រអីទេ50-60ម៉ែត្រអីបាទ3អ៊ីងបាទ inverter របស់វាអញ្ចេះបាទអញ្ចឹងខ្ញុំប្រាប់បងប្អូនមើលយើងបញ្ចូលខ្សែមកបាទP1 P2 នេះបាទPបូក Pដកបាទអញ្ចឹងហើយដូចទៅអានេះខ្សែចេញបាទហើយយើងកាប់ក្បាលកោសឲ្យស្អាតមកដើម្បីកុំឲ្យវាលាកបងប្អូនណាបាទបងប្អូនជាងបងប្អូនធ្វើតែអញ្ចឹងទៅណាបាទហើយdiscounter បាយមកនេះ discounter បងប្អូនពួកនេះចូលបានវ៉ុលខ្ពស់ចូលបានដល់6700វ៉ុល750វ៉ុលអញ្ចឹង discounter បងប្អូនយកអារៀងវ៉ុលខ្ពស់នេះទៅគឺអានេះ DC 1000វ៉ុលបាទ search នេះក៏អញ្ចឹងដែរបើសិនជាបងប្អូនយកទាបពេកពេលវ៉ុលផាសូឡាឡើងខ្ពស់វាជ្រាបចេញមកក្រៅខ្លះហើយបាទហ្នឹងហើយនឹងបច្ចេកទេសដែលខ្ញុំយល់ទេប៉ុន្តែផ្សេងទៀតខ្ញុំអត់ដឹងណាបាទខ្សែបងប្អូនបញ្ចូលអញ្ចឹងមកហើយរកក្បាលកោសអីដូចគ្នាដែរមកបាទកោសគៀបវាស្អាតមកបាទណាមានប៉ុណ្្នឹងទេហើយបញ្ចូលសូឡាតាមប្រឡងទៅពួកនេះភ្ញៀវយកទៅតម្លើងខ្លួនឯងពួកខ្ញុំត្រូវបរៀនគាត់ឲ្យចេះយកទៅតម្លើងណាបាទតែប៉ះនេះក៏រត់បិទចិត្តទេអត់ឲ្យគាត់ប៉ះពាល់ទេគឺគាត់មកធ្វើតាមនេះទេបាទបញ្ចូលខ្សែបូកដកផាសូឡាត្រូវទៅហើយអានេះខ្សែម៉ាស់ដីទៅផ្ទះទៅបានហើយហ្នឹងហើយអានឹងមានប៉ុណ្្នឹងហើយបងប្អូនជាងឧបករណ៍ដែលបងប្អូនត្រូវចាំបាច់មានគឺมันអាចអត់បានបងប្អូនណាបាទយើងងាកមកនេះវិញបងប្អូនមិនបាច់ចាំយកអាគៀបមួយយ៉ាងទៀតដែលរឹតក្រៅទេបងប្អូនមានអានេះក៏បានព្រោះនេះវាមានលេខគៀបវាដែរបាទពីលេខម៉ានដល់លេខម៉ានបាទបងប្អូនត្រូវមាន discounter DC នេះមួយបាទ AC ក៏បាន DC ក៏បានហើយគៀបអំពែបានទៀតអានេះគៀបអំពែ DC ក៏បានបងប្អូនណាព្រោះយើងអ្នកធ្វើការសូឡាវាត្រូវការ DC ច្រើនអញ្ចឹងយើងទិញអានេះមួយមកបាទហើយអានេះទិញដល់ណាបងប្អូនចង់ដឹងចាំខ្ញុំប្រាប់ណាបាទខ្ញុំបានទៅយកថ្លៃទេបាទមិនបានទៅយកចំណេញទេបាទហើយនេះប្រដាប់កាត់នេះមកហើយបងប្អូនមានអាកុសនេះអាកុសជៀននេះណាបងប្អូនណាបាទនេះយើង6ការ៉េហ្នឹងមកថងទៅហើយនឹងអានេះកុសដែរប៉ុន្តែជួស្រោបក្រៅអានេះយើងអាចប្រើរឿងស្រាលបន្តិចមកបាទទៅម៉ូទ័របូមទឹកអីចឹងទៅអត់អីទេនេះណាបាទហ្នឹងហើយទូលវិអញ្ចឹងទៅណាបងប្អូនណាបាទយើងប្រើបានហើយបាទសម្រាប់ជាងប៉ុន្តែបើបងប្អូនចាប់ direct មកយើងអត់បានគៀបក្បាលកោសទេយើងមូវាឲ្យដាក់ចូលថ្ងៃណាមួយវាលាកបងប្អូនណាបាទថ្ងៃណាមួយវាលាកវាមានសំណើមចូលទៅវាលាកជើងហ្នឹងហើយនាំពិបាកទេបាទអានេះក៏ដោយដែរថ្ងៃណាមួយក៏គង់វាលាកដែរអញ្ចឹងយើងកាប់វាស្អាតមកបងប្អូនណាកាប់ឲ្យយើងរឹតវាស្អាតទៅបាទហ្នឹងហើយចែកម្លែកតែប៉ុណ្្នឹងទេអត់មានអីច្រើនទេបាទអរគុណបងប្អូនបាទថ្ងៃនេះអានេះត្រូវរៀបផ្ញើទៅដូចជាបងប្រុសនៅខាងកំពង់ចាមណាបាទអានេះបាទហើយមួយថ្ងៃទៀតក៏យើងត្រូវទៅកំពង់ចាមដែរបាទហើយទៅមើលអាឈុតមួយទៀត2សេះបាទចាំតិចបងប្អូនបាទនេះរៀលកន្តិចបងប្អូននេះ2សេះបាទ2សេះនេះគឺអញ្ចេះ2សេះប៉ុន្តែរុញឆ្ងាយអានេះម៉ូទ័រវាគឺពួកយើងដាក់ជម្រៅ90ម៉ែត្រជាងណាបាទពួកនេះម៉ូទ័របូមពីទលេតាម20ម៉ែត្រទេក៏ពោះប៉ុន្តែរុញ900ម៉ែត្រអញ្ចឹងបងប្អូនយកស្ពេចអានេះត្រូវបើបងប្អូនយកស្ពេចទៀបជាងនេះគឺបូមអត់រុញអត់ដល់ដីទីតាំងដីទេបាទអញ្ចឹង900ម៉ែត្រជិត1គីឡូដីអញ្ចឹងបងប្អូនយកនេះណាស្ពេចអីបងប្អូនរៀនស្វែងយល់របៀបទៅបងប្អូនដែលជាងណាបាទអញ្ចឹងទៅមើលម៉ូទ័របន្តិចបាទបងប្អូននេះម៉ូទ័ររបស់វាបាទនេះម៉ូទ័រនេះបាទមានផ្លិតវាកនអញ្ចឹងណាបងប្អូនណាបាទហើយម៉ូទ័រនេះគឺប្រភេទម៉ូទ័រជ្រៅបាទ
make head វា90 ម៉ែត្រមានន័យថាកម្ពស់បំផុតរបស់វាបូរបាន90 ម៉ែត្រអញ្ចឹងសម្រាប់ដងដែលជ្រៅ80 ម៉ែត្រអីដែលខាងបុកដងគេបុក80 ម៉ែត្រអីបងប្អូនយកពួកនេះទៅដាក់ណាត្រូវបាទកុំយកទាបពេកបងប្អូនយកត្រឹម60 ម៉ែត្រទៅដាក់អត់បូមបានទេបាទបូមបានតិចឬក៏បូមមិនបានតែម្ដងវាផុតរែងវាណាបាទអញ្ចឹងយកនេះទៅបាទដូចករណីដែលខ្ញុំដាក់នៅជូនបងប្រុសនៅខាងកំពង់ចាមដែរនេះពិសេសត្រូវទៅ2ថ្ងៃទៀតនេះគឺអានេះបាទនីវ៉ូទឹកមកដល់មាត់ច្រាំងតាម20 ម៉ែត្រទេប៉ុន្តែរុញត្រង់បន្តទៀតណាដីជំរាលតិច1 គីឡូដីអញ្ចឹងបងប្អូនដាក់នេះត្រូវណាបាទអានេះមុខវាចេញតែ49ទេបាទបងប្អូនអត់អាចដាក់នេះបានទេបាទអានេះបាទជាមួយខ្ញុំបែបងប្អូនតិចណាបងប្អូនដាក់ស្ពេចនេះបានទេស្ពេចនេះគឺបូមខ្ពស់បំផុតមក38 ម៉ែត្រទេអញ្ចឹងបើបងប្អូនដាក់នេះរុញអត់ទៅទេអានេះណាបាទ2សេស3សេសក៏ដោយក៏រុញអត់ទៅដែររុញទៅអ៊ូលនៅនឹងអត់ទៅទេបាទអញ្ចឹងបងប្អូនដាក់នេះទេគឺត្រូវដាក់ពួកអានេះវិញណាបាទអញ្ចឹងអានេះសម្រាប់បូមខ្ជាក់មានន័យថាត្រឹមតែបូមមក20 ម៉ែត្រហើយខ្ជាក់នីវ៉ូទឹកទន្លេ20 ម៉ែត្រហើយខ្ជាក់ដាក់ស្រែខ្ជាក់ដាក់បន្លាយអីអូខេយកនេះទៅដាក់បានបាទនេះ3សេសហើយបើតែចេញមុខកៅចេញនេះកៅណាបាទហ្នឹងហើយចែកម្លែកចំណេះដឹងតិចតួចទេមិនដឹងខុសមិនដឹងត្រូវបាទប៉ុន្តែបើបងប្អូនគិតថាត្រូវយកទុកបើខុសក៏វត្តចោលបាទអរគុណបាទជម្រាបលាបងប្អូន